គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមចំនួន2ដែលនឹងស្រូបទាញការងារសរុបប្រមាណ990កន្លែងទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋានព្រឹកថ្ងៃទី6ខែឧសភាឆ្នាំ2025លោកឡុងឌីម៉ុងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនិងពិគ្រោះយោបល់ជាសាធារណៈថ្នាក់ខេត្តស្ដីពីលទ្ធផលបឋមនៃសេចក្តីព្រាងរបាយការណ៍សិក្សាវិដំណ័យហេតុផលប៉ះពាល់បរិស្ថាននិងសង្គមពេញលេញលើគម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមនិងផលិតគ្រឿងបន្ទាប់បន្សំបន្ទះសូឡារបស់ក្រុមហ៊ុន Allovoltech Industrial Eco និងគម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមរបស់ក្រុមហ៊ុន Cambodia Kona New Energy Eco ដែលមានស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងព្រះសីហនុខេត្តព្រះសីហនុការអនុវត្តគម្រោងទាំងពីរនេះត្រូវបានរំពឹងថានឹងផ្ដល់ផលប្រយោជន៍សំខាន់ៗនៅដំណាក់កាលសាងសង់និងដំណាក់កាលអនុវត្តដូចជាការបង្កើតការងារជូនប្រជាពលរដ្ឋការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិកកម្មករការបង្កបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិននិងការជួយពង្រឹងដល់សេដ្ឋកិច្ចនៅក្នុងមូលដ្ឋានផងដែរជាមួយគ្នានេះលោកអភិបាលរងបានណែនាំឲ្យម្ចាស់គម្រោងធ្វើយ៉ាងណាគ្រប់គ្រងនិងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាននិងសង្គមមកត្រឹមកម្រិតអបបរមានិងប្រើប្រាស់ធនធានទាំងអស់ដែលមាននៅក្នុងខេត្តក៏ដូចជាយកអ្នកបច្ចេកទេសនិងកម្លាំងពលកម្មក្នុងស្រុកមកប្រើប្រាស់ឲ្យអស់លទ្ធភាពដោយឡែកក្រុមហ៊ុនប្រឹក្សាយោបល់ត្រូវប្រមូលយកធាតុចូលដែលបានលើកឡើងដោយមន្ទីរអង្គភាពដាក់ចូលក្នុងរបាយការណ៍ឲ្យបានត្រឹមត្រូវជាលទ្ធផលស្របជាមួយនឹងការគ្រប់គ្រងចំពោះគម្រោងនេះតំណាងមន្ទីរអង្គភាពនិងស្ថាប័នទាំងអស់បានចូលរួមមតិយោបល់និងវិធានការការពារទៅតាមជំនាញរៀងៗខ្លួនធ្វើយ៉ាងណាឲ្យគម្រោងអាចដំណើរការទៅមុខនិងមានផលប៉ះពាល់តិចតួចបំផុត។